ហើយអ្វីបានជាកម្ពុជាត្រូវការចាំបាច់ទាំងប្រទេសចិននិងសហរដ្ឋអាមេរិកអូខេយើងទាំងអស់គ្នាដឹងហើយទាំងសហរដ្ឋអាមេរិកនិងចិនគឺជាមហាអំណាចសេដ្ឋកិច្ចទី1និងទី2លើពិភពលោកទាំងមូលដែលប្រទេសដទៃមានការខ្លាចរអានិងមានការប្រុងប្រយ័ត្នគ្រប់ជំហានដែលពួកគេបានដើរដើម្បីជៀសវាងកុំឲ្យប្រទេសទាំងពីរនេះមានការអន់ចិត្តណាមួយដែលធ្វើឲ្យដែលអាចដាក់គោលនយោបាយឬក៏ការទូតគៀបសង្កត់ទៅដល់ប្រទេសទាំងនោះឲ្យជាប់គាំងសេដ្ឋកិច្ចឬក៏រស់នៅឯកោបានគ្រប់ពេលវេលាឧទាហរណ៍ជាក់ស្ដែងដែលយើងឃើញនៅបច្ចុប្បន្នកាលនេះស្រាប់ដែលនយោបាយថ្មីរបស់ប្រធានាធិបតីលោក Donald Trump ដែលជាប្រធានាធិបតីបច្ចុប្បន្នរបស់សហរដ្ឋអាមេរិកវាបានជះឥទ្ធិពលយ៉ាងអាក្រក់ទៅមួយពិភពលោកហើយវាក៏ប៉ះពាល់ផ្ទាល់ទៅដល់សហរដ្ឋអាមេរិកខ្លួនឯងផងដែរគ្រាន់តែថាក្នុងរយៈពេលយូរប្រទេសចិនគឺជាអ្នករងគ្រោះខ្លាំងជាងគេដោយសារតែនយោបាយទាំងអស់របស់លោក Trump នឹងគឺធ្វើយ៉ាងណាមានបំណងធ្វើឲ្យប្រទេសចិនងើបមិនអាចងើបតតាំងរួចជាមួយសហរដ្ឋអាមេរិកព្រោះថាយើងទាំងអស់គ្នារាល់ថ្ងៃដឹងហើយថាប្រទេសចិនរាល់ថ្ងៃគឺមានអំណាចប៉ុណ្ណាចិនរាល់ថ្ងៃគឺរីកចម្រើនប៉ុណ្ណាមិនថាគ្រប់វិស័យអ្វីទាំងអស់ដូចជា technology AI ហើយចិនក៏ជាប្រទេសដ៏ធំមួយដែលនាំចេញផលិតផលច្រើនជាងគេទៅកាន់ទូទាំងពិភពលោកហើយក៏បានក្តោបក្តាប់ទីផ្សារអាស៊ានរបស់យើងខ្លាំងផងដែរហើយក៏មានឥទ្ធិពលទៅលើប្រទេសអាស៊ានមួយចំនួនខ្លាំងផងដែរដូចតែយើងឃើញជាក់ស្ដែងគឺឥទ្ធិពលមកលើប្រទេសកម្ពុជាយើងនឹងឯងអញ្ចឹងអាមេរិកអត់ចង់ឲ្យរឿងនឹងកើតឡើងទេអាមេរិកអត់ចង់ឲ្យខ្លួនឯងបាត់បង់អំណាចហើយចិនខ្លាយជាមហាអំណាចទី1លើពិភពលោកទេអញ្ចឹងអាមេរិកនឹងព្យាយាមធ្វើយ៉ាងណាដើម្បីឲ្យប្រទេសចិនដើរថយក្រោយដើម្បីឲ្យប្រទេសចិនបាត់បង់ទីផ្សារដើម្បីឲ្យប្រទេសទាំងអស់នៅលើពិភពលោកនោះងាកមកពឹងផ្អែកលើអាមេរិកច្រើនជាងពឹងផ្អែកលើចិនហើយប្រកាសណាគោលនយោបាយថ្មីដែលបានដាក់ពន្ធទៅលើប្រទេសជាង100ប្រទេសហ្នឹងគឺដើម្បីឲ្យប្រទេសទាំងអស់ហ្នឹងទៅសុំធ្វើការចរចាពីជាមួយសហរដ្ឋអាមេរិកនឹងឯងហើយការចរចានោះប្រកាសណាអាមេរិកនឹងទាមទារឲ្យប្រទេសទាំងអស់ហ្នឹងកាត់បន្ថយការយកពន្ធពីហើយជំនួសមកវិញដោយការនាំចូលផលិតផលច្រើនមកពីអាមេរិកជាហើយនឹងកាត់បន្ថយការនាំចូលផលិតផលពីប្រទេសចិនដើម្បីឲ្យកុំឲ្យប្រទេសអាស៊ានឬក៏ប្រទេសទាំងអស់ហ្នឹងរងឥទ្ធិពលពីចិនខ្លាំងពេកអញ្ចឹងឥឡូវយើងមកនិយាយពីប្រទេសកម្ពុជាយើងវិញថាតើយើងមានទំនាក់ទំនងយ៉ាងណាជាមួយនឹងមហាអំណាចទាំងពីរហើយថាតើហេតុអ្វីបានជាយើងមិនគួរបបង់ចោលឬក៏មិនអាចបាត់បង់មួយក្នុងចំណោមពីរនេះបានអូខេឥឡូវយើងងាកមកមើលចំណុចទី1វិញទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកការដាក់ពន្ធដារថ្មីដែលសហរដ្ឋអាមេរិកយកពន្ធពីកម្ពុជាយ៉ាងច្រើនបានធ្វើឲ្យយើងដឹងច្បាស់ហើយថាតើយើងពឹងផ្អែកខ្លាំងប៉ុណ្ណាទៅលើសហរដ្ឋអាមេរិកយើងដឹងហើយថាអាមេរិកគឺជាអ្នកទិញធំនិងច្រើនជាងគេបំផុតពីប្រទេសកម្ពុជាដែលទំនិញភាគច្រើនដែលអាមេរិកបាននាំចេញពីយើងមានដូចជាគ្រឿងវេយ្យាភ័ណ្ឌសម្លៀកបំពាក់ស្បែកជើងនិងគ្រឿងធ្វើដំណើរផ្សេងហើយទំនិញទាំងអស់នេះហើយគឺជាឆ្អឹងខ្នងនៃសិប្បកម្មនៅក្នុងប្រទេសកម្ពុជាយើងដឹងហើយថាប្រទេសយើងផលិតខ្លាំងជាងគេរោងចក្រយើងច្រើនជាងគេគឺរោងចក្រអីគេរោងចក្រកាត់ដេររោងចក្រស្បែកជើងនឹងឯងអញ្ចឹងបើពន្ធឡើងថ្លៃវានឹងធ្វើឲ្យទំនិញទាំងអស់ឡើងថ្លៃនៅពេលដែលទំនិញឡើងថ្លៃតម្រូវការនៃការទិញវានឹងធ្លាក់ចុះនៅពេលដែលតម្រូវការទិញទាបវានឹងធ្វើឲ្យក្រុមហ៊ុនរោងចក្រនៅក្នុងស្រុកយើងនឹងកាត់បន្ថយបុគ្គលិកឬក៏ក្រុមហ៊ុនខ្លះអាចឈានទៅដល់ការបិទទ្វារតែម្ដងហើយរឿងទាំងអស់នេះនឹងធ្វើឲ្យប្រទេសកម្ពុជាយើងមិនអាចទាក់ទាញអ្នកវិនិយោគិនថ្មីមកវិនិយោគនៅក្នុងកម្ពុជាយើងបានទេហេតុផលអីដែលអ្នកវិនិយោគិនទាំងអស់ហ្នឹងក៏ត្រូវមកវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងបើប្រទេសយើងលក់ថ្លៃដែលដឹកទៅអាមេរិកគឺវាថ្លៃអញ្ចឹងគេអត់សូវចំណេញទេអញ្ចឹងប្រទេសអ្នកវិនិយោគិនទាំងអស់ហ្នឹងគេនឹងព្យាយាមទៅរកប្រទេសណាដែលអាចឲ្យគេបានចំណេញច្រើនជាងហ្នឹងអញ្ចឹងវាប៉ះពាល់ខ្លាំងមែនទែនដល់សេដ្ឋកិច្ចយើងដោយសារតែប្រជាជនច្រើននឹងបាត់បង់ការងារធ្វើហើយប្រទេសជាប់គាំងមិនសូវរីកចម្រើនអញ្ចឹងទៅទី2ទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយនឹងប្រទេសចិនបើទោះបីជាយើងមានអនុភាពពាណិជ្ជកម្មជាមួយនឹងប្រទេសចិនមែនប៉ុន្តែភាគច្រើននៃទំនិញដែលកម្ពុជាយើងនាំចូលពីចិនសុទ្ធសឹងតែជាប្រេងឥន្ធនៈផលិតផលធនធានដើមដែលយើងចាំបាច់ក្នុងការយកមកដើម្បីផលិតឲ្យក្លាយទៅជាផលិតផលសម្រាប់រួចនាំចេញទៅលក់នៅក្រៅប្រទេសឧទាហរណ៍ជាក់ស្ដែងដូចជាយើងនាំចូលកំបាសកណាត់យកមកធ្វើសម្លៀកបំពាក់រួចហើយនាំចេញទៅលក់នៅសហរដ្ឋអាមេរិក
ហើយប្រទេសចិនគឺជាប្រទេសមួយដែលមានការវិនិយោគខ្លាំងបង្អស់នៅក្នុងកម្ពុជាដូចជាបានរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកផ្លូវថ្នល់ជាច្រើននៅក្នុងស្រុកដែលជួយសម្រួលដល់វិស័យដឹកជញ្ជូននិងការធ្វើដំណើរផ្សេងៗរបស់ប្រជាជនកម្ពុជាយើងទាំងនេះហើយគឺជាមូលហេតុដែលយើងត្រូវស្វាចាប់ទាំងពីរមិនថាចិនឬសហរដ្ឋអាមេរិកព្រោះថាបើគ្មានទាំងពីរនេះប្រទេសយើងនឹងជាប់គាំងបើខ្វះចិនយើងខ្វះវត្ថុធាតុដើមដើម្បីយកមកផលិតបើខ្វះអាមេរិកយើងខ្វះទីផ្សារនាំចេញហើយយើងដឹងខ្លួនឯងច្បាស់ហើយថារាល់ថ្ងៃនេះយើងពឹងប្រទេសចិនប៉ុណ្ណាដោយសារអីអ្នកវិនិយោគជាច្រើនដែលមកវិនិយោគនៅខ្មែរយើងគឺសុទ្ធសឹងតែជាជនជាតិចិនជាចុងក្រោយនៃវីដេអូនេះខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលស្ដាប់វីដេអូនេះហើយបើមានកន្លែងណាខុសឆ្គងអាចជួយ comment ខាងក្រោមខ្ញុំនឹងធ្វើការកែលម្អកែតម្រូវវាបានល្អឡើងវិញហើយក៏ចង់បញ្ជាក់ដែរថាវីដេអូនេះគឺគ្រាន់តែជាមតិផ្ទាល់ខ្លួនរបស់ខ្ញុំទេវាអាចនឹងត្រូវវាអាចនឹងខុសទៅតាមទស្សនៈរបស់យើងរៀងៗខ្លួនអញ្ចឹងទៅ